ជំរាបសួរបងប្អូននៅក្នុងវីដេអូនេះខ្ញុំមកធ្វើការបង្ហាញបងប្អូនអរគ្នាអំពីរបៀបដាក់ view នៅក្នុងវីដេអូ TikTok របស់យើងដោយឥតគិតថ្លៃបងប្អូនអរគ្នាបាទហើយខ្ញុំបង្ហាញបងប្អូននៅក្នុងវីដេអូនេះអញ្ចឹងបងប្អូនចូល Chrome ឬមួយក៏បងប្អូនចូល Safari បងប្អូនដែលប្រើ iOS ឬមួយក៏ Android អញ្ចឹងណាបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនចុចចូល Chrome មកហើយបងប្អូន search ពាក្យថា Khmer MM ចេះណាបងប្អូនអរគ្នាបាទ enter ទៅនឹងឃើញ website khmermm.com អញ្ចឹងបងប្អូនអរគ្នាបាទដែលមាន logo ពណ៌ខៀវណាបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនចុចចូលលើនឹងដើម្បីដាក់បងប្អូនអរគ្នាបាទពេលបងប្អូនចុចចូលអញ្ចឹងហើយបងប្អូនចុចចូលកន្លែងនេះបងប្អូនអរគ្នាបាទចុចកន្លែងនេះមកបាទចុចកន្លែងហ្នឹងឃើញបែបនេះបងប្អូនអរគ្នាបាទអញ្ចឹងយើងយក free tool បងប្អូនអរគ្នាបាទចុចលើនឹងមកបន្តមកទៀតយើងចុចកន្លែង free TikTok view បងប្អូនគេបាទចុចលើនឹងមកអញ្ចឹងបងប្អូនយក link TikTok របស់បងប្អូនមកដាក់មកបាទ link វីដេអូគេក៏បានវីដេអូរបស់យើងក៏បានឲ្យទៅយក link មកដាក់បានអញ្ចឹងណាបងប្អូនគេបាទអញ្ចឹងចុច copy link វីដេអូ TikTok របស់យើងមកបងប្អូនគេបាទអញ្ចឹងថយមកវិញបងប្អូនយើងផាស link ចូលប្រអប់នេះបងប្អូនគេបាទផាស link ចូលប្រអប់នឹងមកបន្តមកទៀតគេសួរយើងថា5 7 បូក 5 ស្មើប៉ុន្មានអញ្ចឹងឃើញ answer នៅខាងក្រោមនេះបងប្អូនគេជាចម្លើយអញ្ចឹងបងប្អូនយកអាចម្លើយដែលគេប្រាប់ហ្នឹងយកមកដាក់កន្លែងនេះមកបងប្អូនគេបាទ12អញ្ចឹងបងប្អូនគេបាទអញ្ចឹងឃើញកន្លែង answer នេះប្រហែលគឺបងប្អូនយកមកដាក់កន្លែងហ្នឹងប៉ុណ្ណឹងអញ្ចឹងណាបងប្អូនគេបាទអញ្ចឹងយើងចុចកន្លែង submit មកគឺអូខេហើយបងប្អូនបាទអញ្ចឹងបងប្អូនរងចាំប្រហែលជា5វិនាទីបងប្អូនគេបាទអញ្ចឹងនឹង load view ឲ្យយើងនៅកន្លែងនេះបងប្អូនគេបាទនេះគឺយើងទទួលបាន view 500 ជាងនៅក្នុងវីដេអូ TikTok របស់យើងប្រហែលជាបានទីក្រោយនឹង load ចូលវីដេអូ TikTok របស់យើងហើយបាទអរគុណច្រើន